บอมโอนមួយចំនួនប្រហែលជាស្គាល់ហើយបอมโอนមួយចំនួនខ្លះក៏គាត់មិនទាន់បានដឹងដែរថ្ងៃនេះនាងខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកដល់លេងទស្សនាជាមួយនឹងនាងខ្ញុំនៅឯទីរមណីយដ្ឋានវត្តសុទ្ធដែលស្ថិតនៅខេត្តកំពង់ឆ្នាំងដែលមានពាក្យពេញហៅថាវត្តចន្ទបៈជោតនារាមចង់ដឹងថាកន្លែងរមណីយដ្ឋានវត្តសុទ្ធមានអ្វីប្លែកអ្វីស្អាតកម្រិតណាតោះទៅតាមដានទស្សនាទាំងអស់គ្នានិយាយទៅឥឡូវហ្នឹងដល់ម៉ោងយើងហូបបាយថ្ងៃត្រង់ហើយអញ្ចឹងត្រូវដើរមើលកន្លែងផ្សារគេលក់បាយហ្នឹងគឺមានម្ហូបច្រើនមែនតើហើយតម្លៃក៏ធូរថ្លៃដែរបងប្អូនឆ្ងាញ់ទទួលយកបានគ្រាន់ថាសម្រាប់ខ្ញុំមានដិតតិចអូខេអញ្ចឹងមុននឹងយើងទៅចូលទស្សនាហូបឲ្យឆ្អែតមានកម្លាំងយើងដើរទៅអត់ខ្យល់តោះអញ្ចឹងទៅមើលបន្តទៀតបងប្អូននិយាយទៅកងតបានអ្នកម្ដាយធ្វើកាយនេះគាត់ធ្លាប់មកពីរដងហើយខ្ញុំធ្លាប់មកកាលពីមុនដែលមិនទាន់បានកសាងអញ្ចឹងអត់សូវស្គាល់ទេមានតែអ្នកម្ដាយទេដែលគាត់ស្គាល់ច្បាស់ហើយគាត់ក៏នាំមកកន្លែងអាស្រមលោកតាសុតដើម្បីមកសុំពរជ័យសិរីសួស្ដីឲ្យកូនចៅសុខសប្បាយរកស៊ីមានបានបន្ទាប់ពីយើងចេញពីកន្លែងអាស្រមលោកតាសុតហើយយើងក៏នាំគ្នាធ្វើដំណើរទៅកាន់គេហៅលាអាងនេះតោះទស្សនាបន្តទៀតបងប្អូនការកសាងរចនាបថស្អាតប្លែកហើយសំខាន់ទីធ្លាធំទូលាយសូមសរសើរទឹកដៃជាងគាត់ធ្វើបានស្អាតឡើងដូចបេះបិទតែម្ដងហើយបងប្អូនដែលគាត់អត់ដែលបានមកទស្សនាបងប្អូនសាកមកទស្សនានៅតំបន់ទេសចរនៅខេត្តកំពង់ឆ្នាំងកន្លែងវត្តលោកតាសុទ្ធធានាថាចង់មកម្ដងទៀតព្រោះថាទីធ្លាធំទូលាយស្រឡះល្អងាយស្រួលសម្រាប់បងប្អូនដែលចូលចិត្តថត vlog ឬក៏ថត pre wedding ឬក៏ចង់ថតបែបម៉េចគឺថាមានប្លង់ស្អាតច្រើនមែនតើឥឡូវនេះកំពុងតែធ្វើដំណើរទៅកាន់រូងលាអាងនេះតោះទៅទស្សនាបន្តទៀតបងប្អូនពេលយើងដើរចូលដល់ក្នុងលាអាងយើងមកឃើញមានសត្វនាគរាជធម្មគូដែលជាសត្វនាគសនាគខៀវហើយនេះជារូបសំណាករបស់ព្រះអង្គជេព្រះអង្គចោមអ្នកម្ដាយបានប្រាប់ថានេះគឺជារូបព្រះបិតានាគាហើយនេះគឺជារូបព្រះមេដានាគាអញ្ចឹងកូនសូមពរជ័យព្រះអង្គព្រះម៉ែនិងព្រះបិតាសូមពរជ័យកូនចៅសុខសប្បាយសុខចម្រើនមានសុភមង្គលនិងរកស៊ីទទួលទានមានបានតិចតិចទាំងអស់គ្នាពេលយើងធ្វើដំណើរទៅដល់ផ្លូវខាងមុខគឺយើងឃើញមានស្ដេចព្រះជន្មនាគមកូហើយកន្លែងនេះគឺគេហៅថាស្រះស្រង់ដែលគេតែងតែក្បង់ទឹកដែលត្រចេញពីមាត់ស្ដេចព្រះជន្មនាគយកមកក្បង់លុបលាងមុខដើម្បីឲ្យទៅចិត្តទៅជុំសុខសប្បាយហើយឥឡូវយើងក៏ចេញមកខាងក្រៅដើម្បីទៅកន្លែងមួយទៀតគ្រាន់ថាឥឡូវនេះរៀងហត់ដែរសុំសម្រាប់បន្តិចសិនកាយគាត់ឲ្យខ្ញុំដើរទៅខាងព្រៃ Amazon ហើយឥឡូវសំខាន់លាក់កលៀនបាត់ហើយកន្លែងនោះមាន4នាក់បាត់ទេសែទេដើរតាមមក4នាក់បាត់ទេសែទេដោយសារលាក់កលៀនហើយក្តៅពេកអូកាយខ្លាំងមែនលោកអើយដើរឪអើយដើរដល់ណានោះអ្នកម្ដាយខ្ញុំគាត់ថាជ្រុលទៅមកហើយកូនឡើងដល់គោដៅបានបនកូនខ្ញុំឮតែអញ្ចឹងតោះម៉ាក់ឡើងទោះបីក្តៅយ៉ាងណាក៏ដោយពីអ្នកម៉ែកូនខំប្រឹងឡើងជាមួយនឹងបងស្រីនិយាយទៅបានថតទស្សនភាពស្អាតជូនទៅដល់ពុកម៉ែបងប្អូនបានមើលទាំងអស់គ្នា ហ
ហើយឥឡូវយើងបន្តដំណើរទៅកន្លែងមកកន្លែងទៀតតាមកាយអ្នកម្ដាយគាត់ណែនាំណាហើយកូនប្រុសបើខ្ញុំមកម្ដាយឡើងពេញពាក់ដល់កហើយនេះគឺជាសត្វភេទឹកបងប្អូនស្គាល់ភេទឹកទេហ្នឹងហើយសត្វភេហើយនៅនេះក៏មានសត្វមួយទៀតសត្វទន្សាយដែរហើយមានការរៀបចំច្រើនណាគ្រាន់ថាឥឡូវហ្នឹងរៀបចំបដាអត់ទាន់ហើយតែបងប្អូនមកគឺអត់ទាន់បំណងទេគឺថាសប្បាយព្រោះថាទស្សនភាពជាមួយនឹងទេសភាពគឺថាបរិយាកាសស្រស់ថ្លាហើយស្រួលខ្លួនមែនតើមានអារម្មណ៍ស្មុគស្មាញអី stress អីមកកន្លែងតំបន់ទេសចរអញ្ចឹងគឺថាមានអារម្មណ៍ស្រួលខ្លួនហ្មងនិយាយការពិតណាបងប្អូនបងស្រីខ្ញុំគាត់ថាអូយអូនហើយលើកទី1បានមកដើរលេងអញ្ចឹងព្រោះថាអត់សូវមានពេលវេលាបានដើរអញ្ចឹងទេអូនអើយខ្ញុំថាតោះបងមិនគិតច្រើនទេបងអូននាំដើរសំខាន់បងចង់ទៅណាប្រាប់បងអូនឲ្យតែបងអូនមានពេលទៅណាបងអូនឆ្លៀតជូនបងបាននិយាយទៅថ្ងៃនេះចុងសប្តាហ៍បានជុំជាមួយនឹងបងស្រីចែករំលែកបទពិសោធន៍គ្នាគឺថាសប្បាយចិត្តមែនតើយល់ដឹងបានច្រើនណាស់ណាខ្ញុំអរគុណច្រើនបងស្រីសម្រាប់ការណែនាំសម្រាប់ការប្រហាត់បរិញ្ញាបន្ថែមឲ្យយល់ដឹងកាន់តែច្បាស់ណាអូខេតែអ្នកដឹងរឿងហាមសើចក្នុងវីដេអូនេះព្រោះខ្ញុំដឹងថាមានអ្នកខ្លះដឹងរឿងហើយកំពុងមើលបដាសើចបដាអូខេអញ្ចឹងឥឡូវនេះយើងមកដល់កន្លែងហាងកាហ្វេមួយកន្លែងដែលនៅហាងកាហ្វេនេះមានកាហ្វេទាំងកិនម៉ាស៊ីនទាំងហ្វីនទាំងមានគ្រប់មុខនិយាយទៅភេសជ្ជៈច្រើនណាស់ហើយឥឡូវនេះយើងក៏បានចេញពីរោងកាហ្វេក៏យើងបន្តដំណើរត្រឡប់ទៅផ្ទះវិញអញ្ចឹងវីដេអូរបស់នាងខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ជម្រាបលា